ពីខ្ញុំទៅវិញសូមឲ្យគ្នាបងប្អូនទាំងអស់គ្នាគឺថាធ្វើយ៉ាងម៉េចចេះរក្សានៅព្រៃឈើដែលមានតាមមកកម្ពុជារបស់យើងព្រៃឈើគឺជាមលុបមួយដ៏ត្រជាក់បាទគឺជាបេះដូងខ្មែររបស់យើងសូមបងប្អូនជួយបងប្អូនទាំងអស់គ្នាគឺថាដើម្បីផ្សព្វផ្សាយជួយថែរក្សាព្រៃឈើនឹងទាំងអស់គ្នាហើយថ្ងៃនេះសូមជួបអ្នកមកធីមជាមួយខ្ញុំទាំង3 4 5នាក់ដែលគាត់បានមកទស្សនាសួរតាក់ទងទៅនឹងទឹកចិត្តរបស់ពួកគាត់តើពួកគាត់នឹងមានអារម្មណ៍ទឹកចិត្តនឹងបែបណាដែរដែលយើងបានមកទស្សនានៅថ្ងៃនេះអញ្ចឹងសូមសួរតាក់ទងតារាមុនតើការមកទស្សនាថ្ងៃនេះមានអារម្មណ៍អ្វីទទួលបានអ្វីពីការដែលយើងមកទស្សនាក្នុងថ្ងៃនេះអូខេបងណាបងបានមកគិរីរំនេះគឺខ្ញុំមកបាន3 ដងហើយទឹកលើកហ្នឹងមានអារម្មណ៍ថាមកលើកទី1គាត់ថាវាស្អាតហ្មងហើយដល់ពេលមកលើកទី2គាត់ថាស្អាតហើយមកលើកទី3មានអារម្មណ៍ថានៅតែយើងចង់មកហើយនៅមានលើកក្រោយទៀតតែយើងត្រូវមកបើពាក់ព័ន្ធទេសភាពអីយើងមានបញ្ហាមានអីទុកនៅទីអីមកណាគឺអូបោះចោលនៅទីនេះអស់ហើយគឺសុបាយមករីកហ្មងបាទអញ្ចឹងអរគុណតាគាត់គឺជាអ្នកមកអំពីខេត្តមណ្ឌលគិរីបាទខាងមណ្ឌលគិរីគាត់ស្គាល់គាត់ជើដែរប៉ុន្តែគាត់ចង់មកស្គាល់ទៅទីនេះហើយទីបន្ទាប់សូមជួបនឹងធីមម្នាក់ទៀតដែលគាត់មកអំពីខេត្តបន្ទាយមានជ័យបាទសូមសួរឈ្មោះអីដែរឈ្មោះបណ្ណាពីមកពីខាងប្រទេសមានជ័យអញ្ចឹងណាបាទចំពោះចំណាប់អារម្មណ៍ក្នុងថ្ងៃនេះដែលលោកគ្រូបានមកទេសនានៅក្នុងថ្ងៃនេះតើយើងបានអ្វីខ្លះឬក៏ពីធម្មជាតិដែលយើងនៅជុំវិញគឺដូចជាទីដីដែលយើងអត់ដែលស្គាល់សោះអញ្ចឹងសូមជួយបញ្ចេញបន្តិចសម្រាប់ខ្ញុំលើកទី1ទៅមកដល់រមណីយដ្ឋានគិរីរំអញ្ចឹងណាហើយប្លែកអារម្មណ៍មែនទែនគិរីរំពោពេញទៅដោយសម្បត្តិធម្មជាតិច្រើនដូចជាព្រៃឈើអញ្ចឹងណាហើយគាត់កំពុងរត់នឹកនិយាយអញ្ចឹងសូមឲ្យគាត់សម្រួលអារម្មណ៍ឥឡូវសូមសម្រួលអារម្មណ៍ឲ្យបានច្រើនកុំភ័យតាក់ទងទៅនឹងពួកខ្ញុំគាត់ដែរអ្នកចេះចឹងណាភ័យដល់ភ័យទៅអញ្ចឹងរត់នឹកពីអត់ឃើញអញ្ចឹងណាអញ្ចឹងហើយក៏ខ្ញុំសុំតែប៉ុណ្្នឹងអញ្ចឹងដល់ឲ្យខាងប្រទេសវិជ័យដែរហើយគ្រូមួយទៀតអញ្ចឹងណាអូអញ្ចឹងមានគ្រូមួយទៀតមកជាមួយគ្នាបាទអូលោកគ្រូខ្ញុំសួរខ្ញុំឈ្មោះស្នេហាបងរហស្សនាមខ្ញុំគេហៅថាបុរសប្រុសស្អាតដែកអញ្ចឹងតើថ្ងៃនេះយើងបានមកទីទឹកដីនេះជាក់ស្ដែងយើងមកជាមួយគ្នាទេមែនទេបាទប៉ុន្តែការដែលយើងស្គាល់គ្នាគឺយើងអត់ស្គាល់គ្នាបានយូរទេគ្រាន់តែក្នុងរយៈពេលនៃការ train ជាមួយគ្នាតែប៉ុណ្្នឹងទេប៉ុន្តែចង់សួរត្រឡប់មកវិញព្រោះទីនេះយើងមកយើងអត់មានកម្រងទេមែនទេប៉ុន្តែនៅពេលដែលយើងមកបានមានអារម្មណ៍បែបមិនដែរពីសិទ្ធិក្នុងភូមិគិរីរំនេះសម្រាប់អារម្មណ៍របស់ខ្ញុំគឺខ្ញុំមានអារម្មណ៍ថាមកស្រស់ស្រាយអញ្ចឹងរយៈពេលមួយសប្តាហ៍ពេញយើងមានភារកិច្ចរៀងៗខ្លួនហើយយើងតែងតែមានភាពស្មុគស្មាញខ្លាំងណាស់តែបន្ទាប់យើងបានមកទីនេះគឺមានអារម្មណ៍ថាស្រស់ស្រាយទេមកហើយគឺមានអារម្មណ៍ថាអត់ចង់ទៅវិញអញ្ចឹងណាហើយសម្រាប់ទីកន្លែងនេះដែរគឺយើងមើលទៅគឺពោពេញទៅដោយធនធានធម្មជាតិហើយក៏អ្វីដែលពិសេសទៀតយើងមើលទៅលើខាងគេថាសមុទ្រឈើពិតជាទេមែនទេអញ្ចឹងកន្លែងនេះគឺធ្វើយើងស្រស់ស្រាយរងនឹងគ្រួសារម្លេងព្រោះយើងជាផ្សេងអត់យើងសប្បាយប៉ុណ្ណឹងហើយអញ្ចឹងប្រិយមិត្តបានស្ដាប់តាក់ទងទៅនឹងយោបល់ហើយនៅមានម្នាក់ទៀតគឺម្នាក់ហ្នឹងគឺយើងអត់ដែលស្គាល់ទេប៉ុន្តែគាត់នៅក្បែរយើងដែរអញ្ចឹងសូមជួបគាត់ដូចគ្នាដែរបាទជំរាបសួរអូនសួរបងបាទជាស្អីអូនខ្ញុំមកពីខេត្តកំពតបាទខេត្តកំពតនឹងតែម្ដងមកអញ្ចឹងតើទីនេះណែងមកបានប្រហែលដងហើយចង់ម្ដងលើកទី1អូខេតើបាយទីខែទី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 
តិចបងខ្លះ វាអារម្មណ៍ថាវាសុបាយសុបាយហើយយើងធ្វើការ stress មិនពេលយើងមកទៅវាលក្ខណៈទុកអត់បានផ្សាយតាមចោលម្ដង ថ្ងៃនេះមក ម្នាក់ហើយមួយមក អត់មែនបោះតង់ទេ អត់តង់ទេ អញ្ចឹងហ្នឹងអូខេអញ្ចឹងបងមកគិតដែរជាក់ស្ដែងទៅបងអត់ដែលបានសឹកបានមកខាងក្រោមមកយូរហើយប៉ុន្តែមកលើកទី1មកផ្លាច់ភ្នែកមិនអញ្ចឹងហ៎បាទយើងផ្លាច់ភ្នែកគឺយើងតែជួបបាទអញ្ចឹងតែតង់តំណឹងផ្លេចអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងបាទចំពោះវីដេអូឃ្លីបនេះហើយជាចុងក្រោយសូមបងប្អូនមិនថាប្រៃឈើរបស់យើងឲ្យបានខ្ជាប់ខ្ជួនឲ្យបានល្អព្រោះយើងមើលទៅគឺហើយមានអារម្មណ៍ស្រស់ថ្លាជាទីបំផុតអរគុណ